الحمد لله رب العالمين والصلاة والسلام على أشرف الأنبياء والمرسلين نبينا محمد وعلى آله وصحبه أجمعين أما بعد السلام عليكم ورحمة الله وبركاته قال الله سبحانه وتعالى في كتابه الكريم بعد أعوذ بالله من الشيطان الرجيم إن الأبرار لفي نعيم وإن الفجار لفي جحيم يصلونها يوم الدين وما هم عنها بغائبين وما أدراك ما يوم الدين ثم ما أدراك ما يوم الدين يوم لا تملك نفس لنفس شيئا والأمر يومئذ لله ក្នុងយប់នេះ inshallah យើងបន្តបញ្ចប់សូរ៉ា Al-Infitar ពីអាយ៉ាត់ទី 13 ដែល Allah Subhanahu wa ta'ala បានបន្ទូលថា Innal abrara lafi na'im មានថាពិតប្រាកដណាស់អ្នកដែលសាងទង្វើល្អច្រើនគឺគាត់នឹងស្ថិតនៅក្នុងអ្នកម៉ាត់ស្ថិតថេរជាអមតៈនៅក្នុងឋានសួគ៌របស់ Allah នាថ្ងៃគីយ៉ាម៉ាត់ អញ្ចឹងនៅពេលដែល Allah សូមពរនាពីស្ថានភាពនៃថ្ងៃគីយ៉ាម៉ាត់ភាពវឹកវរភាពចលាចលដែលនឹងកើតឡើងពេលថ្ងៃគីយ៉ាម៉ាត់មកដល់ហើយបន្ទាប់ពីនោះគឺ Allah សូមរំលឹកអំពីការកត់ត្រារបស់បណ្ដាម៉ាឡៃកាត់ទៅទៅនឹងអាម៉ាល់កូនចៅអាដាមទាំងអស់ហើយអាម៉ាល់ទាំងនោះគឺនឹងត្រូវគេនាំមកជំនុំជម្រះនេះថ្ងៃគីយ៉ាម៉ាត់ ចឹង Allah បញ្ជាក់ពីលទ្ធផលនៃថ្ងៃគីយ៉ាម៉ាត់ថាដូចម្ដេច Allah ប្រាប់ថា Innal abrara lafi na'im ពិតប្រាកដណាស់អ្នកដែលធ្វើនៅអាម៉ាល់ល្អច្រើនគាត់នឹងស្ថិតនៅក្នុងអ្នកម៉ាត់ស្ថិតនៅក្នុងភាពល្អប្រសើរនៃឋានសួគ៌របស់ Allah Subhanahu wa ta'ala ដែលជាការប្រទានពី Allah Subhanahu wa ta'ala ជាអមតៈនៅថ្ងៃបរលោកនៅថ្ងៃគីយ៉ាម៉ាត់ ចឹងនេះជាការតបស្នងជាមួយអ្នកដែលគាត់រស់នៅក្នុងឌុនយ៉ាអនុវត្តតាមបទបញ្ជារបស់ Allah Subhanahu wa ta'ala គាត់ជាវាងពីបម្រាមដែល Allah Subhanahu wa ta'ala ហាមឃាត់ក៏រស់នៅដើម្បីបុព្វហេតុ Allah Subhanahu wa ta'ala ជាការតបស្នងសម្រាប់គាត់គឺអ្នកម៉ាត់ថថេនៅក្នុងឋានសួគ៌របស់ Allah Subhanahu wa ta'ala ចឹងអ្នកដែលធ្វើទង្វើល្អច្រើននៅក្នុងអាយ៉ាត់អបរ៉រមានន័យថាអ្នកដែលធ្វើទង្វើល្អច្រើនមិនបានន័យថាអ្នកដែលធ្វើតិចតួចទេគឺអ្នកដែលធ្វើទង្វើល្អច្រើនគាត់នឹងទទួលបានការតបស្នងបែបនោះចឹងនៅពេលតបស្នងនោះដែរក្រៅពីអ្នកនៅក្នុងឋានសួគ៌ Allah បានបញ្ជាក់ប្រាប់ពីមនុស្សមួយក្រុមទៀតគឺអ្នកដែលសាងទង្វើអាក្រក់ Allah បានបញ្ជាក់ប្រាប់ថា Wa innal fujjara lafi jahim ពិតប្រាកដណាស់អ្នកដែលសាងទង្វើអាក្រក់គឺនឹងស្ថិតនៅក្នុងភ្លើងនរកដែលឆេះសន្ធោសន្ធៅពីឃើញថានេះជាការព្រមានចំពោះអ្នកដែលសាងទង្វើអាក្រក់ទាំងឡាយអ្នកដែលមិនអើពើនឹងបទបញ្ជារបស់ Allah Subhanahu wa ta'ala អ្នកដែលរស់នៅក្នុងឌុនយ៉ាមិនអើពើនឹងបទបញ្ជាមិនជាវាងពីបម្រាមរបស់ Allah ចឹងរយៈពេលដែលគាត់រស់នៅស្រណុកសុខស្រួលគឺខ្លីគឺត្រឹមតែរយៈពេលដែលគាត់រស់នៅក្នុងឌុនយ៉ាហើយឌុនយ៉ានឹងកន្លងផុតពីមនុស្សគ្រប់គ្នាបន្ទាប់ពីនោះអ្នកដែលសាងទង្វើអាក្រក់គឺគាត់នឹងត្រូវគេដុតនៅក្នុងភ្លើងនរករបស់ Allah Subhanahu wa ta'ala យើងឃើញថានេះជាការព្រមានមួយដែលមានលក្ខណៈធ្ងន់ធ្ងរដោយសារភ្លើងនរករបស់ Allah Subhanahu wa ta'ala កម្ដៅរបស់វាមិនដូចភ្លើងនៅក្នុងឌុនយ៉ាទេកម្ដៅរបស់វាគឺខ្លាំងជាងភ្លើងនៅក្នុងឌុនយ៉ារាប់សិបដងហើយបើទោះជាត្រឹមតែភ្លើងនៅក្នុងឌុនយ៉ាក៏គ្រប់គ្រាន់នៅក្នុងការដាក់អាសាបមនុស្សដាក់ទណ្ឌកម្មជាមួយមនុស្សគ្រប់គ្រាន់នៅក្នុងការដាក់ទោសជាមួយមនុស្សដែលធ្វើខុសប៉ុន្តែទន្ទឹមនឹងនោះគឺ Allah Subhanahu wa ta'ala បង្កើនអាសាបរហូតដល់ទម្លាក់មនុស្សដែលសាងទង្វើអាក្រក់ចូលទៅក្នុងភ្លើងនរកដែលឆេះសន្ធោសន្ធៅហើយឋាននរកចហន្នមគឺគ្មាននរណាម្នាក់អាចទ្រាំបានទេនៅទីនោះមាននរណាម្នាក់ដែលគាត់អាចអត់ធ្មត់បាននៅក្នុងឋាននរករបស់ Allah Subhanahu wa ta'ala ទេសិនបើសំបីតែអាសាបនៅក្នុងឌុនយ៉ាភ្លើងនៅក្នុងឌុនយ៉ាមនុស្សមិនអាចទ្រាំបានសួរថាតើមាននរណាដែលអាចទ្រាំបាននៅក្នុងភ្លើងនរកនាថ្ងៃគីយ៉ាម៉ាត់ចឹង Allah បានត្រៀមរៀបចំរួចរាល់សម្រាប់អ្នកដែលសាងទង្វើអាក្រក់ទាំងឡាយជ័យឃើញថានៅក្នុងឌុនយ៉ាជាការយើងឃើញថាពីរអ្នកនឹងដូចគ្នាអ្នកសាងទង្វើល្អអ្នកសាងទង្វើអាក្រក់
รู้ในครั้งตุนยาด้วยគ្នាទទួលទានពីរិទ្ធិរបស់អល់ឡោះស៊ុបហានតាឡាផ្ដល់ឲ្យដូចគ្នាប៉ុន្តែក្រោយពេលស្លាប់ស្ថានភាពអត់ដូចគ្នាទេស្ថានភាពគឺអត់ដូចគ្នាទេដែលចាប់ផ្ដើមតាំងពីពេលថ្ងៃដែលគាត់ស្លាប់អ្នកដែលសាងទង្វើល្អគឺគេផ្ដល់ដំណឹងរីករាយដល់គាត់នៅថ្ងៃដែលគាត់ស្លាប់អញ្ចឹងការស្លាប់របស់គាត់គឺដោយភាពរីករាយការចាកចេញពីទុនយ៉ារបស់គាត់ដោយភាពរីករាយប៉ុន្តែអ្នកដែលសាងទង្វើអាក្រក់គឺគេផ្ដល់ដំណឹងដល់គាត់នៅអាហ្សាបរបស់អល់ឡោះស៊ុបហានតាឡាជាការចាកចេញពីទុនយ៉ារបស់គាត់ជារឿងសោកសៅជារឿងទុក្ខព្រួយហើយគាត់មិនចង់ចាកចេញពីទុនយ៉ាទេមិនចង់ចាកចេញពីទុនយ៉ាទេប៉ុន្តែនៅពេលដែលអាយុដែលអល់ឡោះស៊ុបហានតាឡាកំណត់មកដល់អាយុកាលដែលអល់ឡោះកំណត់មកដល់គឺគ្មាននរណាម្នាក់អាចជិះផុតនោះទេអញ្ចឹងយើងជាអ្នកអ៊ីស្លាមត្រូវមានភាពជ្រាបវៃទុនយ៉ានេះខ្លីកុំយកក្តីសប្បាយរីករាយនៅក្នុងរយៈពេលដ៏ខ្លីបំផ្លាញភាពរីករាយអមតៈរបស់យើងនៅក្នុងឋានសួគ៌របស់អល់ឡោះអញ្ចឹងមនុស្សគ្រប់គ្នាសុទ្ធតែមានកន្លែងពីរកន្លែងនៅក្នុងឋានសួគ៌ហើយនិងកន្លែងនៅក្នុងឋាននរកប៉ុន្តែមនុស្សជាអ្នកជ្រើសរើសកន្លែងសម្រាប់ខ្លួនឯងនៅក្នុងឋានសួគ៌ហើយគាត់ជាអ្នកបំផ្លាញកន្លែងខ្លួនឯងនៅក្នុងឋាននរកប្រសិនបើគាត់ជាអ្នកជ្រើសរើសឋានសួគ៌ប៉ុន្តែបើមនុស្សអាក្រក់គាត់ជាអ្នកជ្រើសរើសកន្លែងសម្រាប់ខ្លួនឯងក្រោយពេលចាកចេញពីទុនយ៉ានៅឋាននរកហើយគាត់ជាអ្នកបំផ្លាញកន្លែងខ្លួនឯងនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានតាឡាព្រោះអល់ឡោះស៊ុបហានតាឡាត្រៀមរៀបចំសម្រាប់មនុស្សគ្រប់គ្នាគឺសុទ្ធតែមានកន្លែងពីរសម្រាប់គាត់អញ្ចឹងពេលដែលអ្នកនៅក្នុងឋាននរកឃើញកន្លែងរបស់ខ្លួននៅក្នុងឋានសួគ៌ប្រសិនបើគាត់ធ្វើល្អអនុវត្តតាមបទបញ្ជារបស់អល់ឡោះគាត់ក៏ទទួលបានកន្លែងដែលល្អប្រសើរនៅក្នុងឋានសួគ៌ដែរអញ្ចឹងសួរថាស្ថានភាពគាត់យ៉ាងម៉េចកាន់តែមានវបដិសេរីកាន់តែសោកសៅថាគាត់ក៏អាចមានឱកាសចូលឋានសួគ៌ដែរបើគាត់ធ្វើល្អប៉ុន្តែគួរឲ្យស្ដាយដែលគាត់ជ្រើសរើសផ្លូវទៅកាន់ឋាននរករបស់អល់ឡោះស៊ុបហានតាឡាចំណែកអ្នកនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានតាឡាពេលដែលគេឲ្យគាត់មើលឃើញកន្លែងនៅក្នុងឋាននរកអញ្ចឹងធ្វើឲ្យគាត់កាន់តែថ្លែងអំណរគុណចំពោះអល់ឡោះស៊ុបហានតាឡាហើយគាត់ថាបើសិនបើគាត់ជ្រើសរើសផ្លូវខុសនោះម្លេះសំគាត់ក៏ត្រូវនៅក្នុងកន្លែងរបស់គាត់នៅក្នុងឋាននរកដែរប៉ុន្តែដោយសាររ៉ហ្មាត់ពីអល់ឡោះស៊ុបហានតាឡាការសន្តោសប្រណីពីអល់ឡោះស៊ុបហានតាឡាក្តីមេត្តាករុណាពីអល់ឡោះគឺធ្វើឲ្យគាត់ជ្រើសរើសនៅផ្លូវត្រឹមត្រូវហើយគាត់លុបកន្លែងនៅក្នុងឋាននរករបស់គាត់ជ័យឃើញថានៅថ្ងៃគីយ៉ាម៉ាត់គឺមានតែពីរប្រភេទនេះទេអ្នកនៅក្នុងឋានសួគ៌ហើយនិងអ្នកនៅក្នុងឋាននរកអល់ឡោះបានបញ្ជាក់ប្រាប់ពីស្ថានភាពអ្នកនៅក្នុងឋាននរកថាម៉េចវ៉ាម៉ាហ៊ុមអានហាពីហ្គាអ៊ីប៊ីនមានន័យថានៅថ្ងៃនោះពួកគាត់មិនអាចរត់គេចពីអាហ្សាបរបស់អល់ឡោះស៊ុបហានតាឡាសូម្បីតែមួយប្រព្រឹត្តភ្នែកសូម្បីតែមួយវិនាទីក៏មិនអាចរួចដែរគេឃើញថាអ្នកដែលត្រូវភ្លើងដុតឆេះជាប្រចាំមិនមានពេលសម្រាកមិនមានពេលរស់នៅស្រួលសូម្បីតែមួយវិនាទីតើស្ថានភាពគាត់យ៉ាងម៉េចហើយយើងឃើញថាបើយើងឃើញមនុស្សម្នាក់ត្រូវភ្លើងឆេះនៅក្នុងទុនយ៉ាត្រឹមតែកន្លះម៉ោង1ម៉ោងឃើញថាស្ថានភាពវេទនាអ្នកដែលភ្លើងឆេះជាប់ខ្លួនរបស់គាត់ហើយគាត់អត់ស្លាប់1ម៉ោង2ម៉ោងតើស្ថានភាពវេទនាយ៉ាងម៉េចនៅក្នុងភ្លើងចុះតម្រាំអ្នកដែលកន្លែងស្នាក់នៅរបស់គាត់គឺអមតៈនៅក្នុងភ្លើងនរករបស់អល់ឡោះស៊ុបហានតាឡាតើស្ថានភាពយ៉ាងម៉េចចឹងចង់សូមពីអល់ឡោះស៊ុបហានតាឡាឲ្យគាត់បានរស់នៅស្រួលសូម្បីតែមួយថ្ងៃតែអល់ឡោះស៊ុបហានតាឡាមិនទទួលយកទេសូម្បីតែមួយថ្ងៃអល់ឡោះស៊ុបហានតាឡាមិនទទួលយកដែរហើយសូម្បីតែចង់ទទួលទានទឹកត្រជាក់សូម្បីតែមួយដងក៏អល់ឡោះស៊ុបហានតាឡាហាមឃាត់ដែរជាមានន័យថាអ្នកនៅក្នុងឋាននរករបស់អល់ឡោះស៊ុបហានតាឡាជាអមតៈនេះគាត់គឺបាត់បង់អ្វីទាំងអស់មិនថាគ្រួសារមិនថាសាច់ញាតិមិនថាក្តីសម័យចង់ទទួលបានភាពសនុកគឺគាត់លែងមានឱកាសដោយសារថាឱកាសដែលអល់ឡោះស្លាប់ដល់ឲ្យគឺក្នុងទុនយ៉ានៅពេលដែលបុគ្គលម្នាក់គាត់បំផ្លាញឱកាសនេះហើយពេលដែលគាត់ស្លាប់ហើយគឺអត់មានឱកាសនៅក្នុងការស្ដារស្ថានភាពឡើងវិញនោះទេអញ្ចឹងអ្នកនៅក្នុងឋាននរកអង្វរក៏សូមពីអល់ឡោះស្លាប់ដើម្បីឲ្យវិលត្រឡប់មករកទុនយ៉ាវិញសូម្បីតែរយៈពេលខ្លីមួយដែលគាត់អាចធ្វើទង្វើល្អសង្ឃឹមថាអាចសម្រាលគាត់ពីឋាននរករបស់អល់ឡោះនៅក្នុងពេលខ្លះប៉ុន្តែការអង្វរកររបស់គាត់គឺអត់ប្រសិទ្ធភាពទេគ្មាននរណាម្នាក់ស្ដាប់ទេអញ្ចឹងយើងទាំងអស់គ្នាតន់អល់ឡោះសុបហាននៅផ្ដល់ឱកាសឲ្យយើងនៅថ្ងៃនេះសាងទង្វើល្អសម្រាប់ខ្លួនឯង
ទោះជាតិចតួចយ៉ាងណាក៏ដោយឲ្យតែឱកាសឲ្យតែពេលវេលាអំណោយផលសម្រាប់យើងក្នុងការសាងទង្វើល្អគឺធ្វើវាពេលវេលាដែលយើងអាចសម្ញងសុនិតបានសម្ញងសុនិតពេលវេលាដែលយើងអាចវិគិតបានវិគិតពេលវេលាដែលយើងអាចសូត្រកូរ៉ានបានសូត្រកូរ៉ានពេលវេលាដែលយើងអាចជួយដល់អ្នកដទៃបានជួយដល់អ្នកដទៃវាជាទង្វើល្អដែលយើងនឹងសប្បាយរីករាយចំពោះការតបស្នងនៅថ្ងៃដែលយើងជួបនឹងអល់ឡោះស៊ុបហានតាឡាចឹងបាននប៊ីបានផ្ដាំថាអ៊ីតាគុនណារវ៉ាឡៅប៊ីសិកតាំរ៉ះចូលពុនៈការពារខ្លួនពីឋាននរករបស់អល់ឡោះទោះបីជាតាមរយៈផ្លែល្មើមួយចំណិតក៏ដោយចឹងមានថាការសតកោកុំថាឡើយផ្លែល្មើមួយគ្រាប់សូម្បីតែមួយចំណិតក៏ផ្ដល់ផលដល់យើងដែរនៅថ្ងៃដែលជួបនឹងអល់ឡោះស៊ុបហានមានសិទ្ធិភាពនៅក្នុងការជួយយើងការពារយើងពីអាដាបរបស់អល់ឡោះស៊ុបហានតាឡាចឹងយើងជាអ្នកឥស្លាមគឺត្រូវមានភាពជាវៃទុនយ៉ានេះខ្លីមិនយូរអង្វែងសម្រាប់យើងទេហើយរយៈពេលដែលយើងរស់នៅក្នុងទុនយ៉ាគឺខ្លីបំផុតយើងមិនដឹងថាតើអាយុដែលអល់ឡោះកំណត់ឲ្យយើងប៉ុណ្ណានោះទេជាការស្មានរបស់បុគ្គលគ្រប់រូបគឺមិនត្រូវទេមានអ្នកខ្លះគាត់អាចគិតថាគាត់រស់នៅ5ឆ្នាំទៀត10ឆ្នាំទៀត20ឆ្នាំទៀតឬលើសនោះប៉ុន្តែជាធម្មតាអាយ៉ាលរបស់បុគ្គលគ្រប់រូបគឺតែងតែមកកាត់ផ្ដាច់រវាងគាត់ហើយនឹងបំណងប្រាថ្នានៅខាងមុខរបស់គាត់ក្តីសម័យរបស់គាត់នៅខាងមុខគាត់អញ្ចឹងរស់នៅក្នុងលក្ខណៈត្រៀមវិលត្រឡប់ទៅរកអល់ឡោះស៊ុបហានតាឡាជាប្រចាំកុំឲ្យចាញ់បោកទុនយ៉ាកុំឲ្យចាញ់បោកទុនយ៉ាហើយធ្វើយ៉ាងណាកុំឲ្យឋានសួគ៌ដែលធំល្វឹងល្វើយអត់កន្លែងសម្រាប់យើងធ្វើយ៉ាងណាកុំឲ្យឋានសួគ៌ដែលជាទីកន្លែងដែលល្អប្រសើរបំផុតអត់មានឈ្មោះយើងនោះគឺជាការកាត់បង់ដែលធំធេងបំផុតហើយធ្វើយ៉ាងណាកុំឲ្យទុនយ៉ាដល់ខ្លីបំផ្លាញភាពរីករាយរបស់យើងនៅក្នុងថ្ងៃបរលោកនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានតាឡាអញ្ចឹងធ្វើជាមនុស្សដែលជ្រើសរើសទីកន្លែងនៅក្នុងឋានសួគ៌ហើយលុបបំបត្តិកន្លែងនៅក្នុងឋាននរកកុំធ្វើជាមនុស្សដែលជ្រើសរើសកន្លែងសម្រាប់ខ្លួនឯងនៅក្នុងឋាននរកហើយលុបបំបត្តិកន្លែងខ្លួនឯងនៅក្នុងឋានសួគ៌របស់អល់ឡោះស៊ុបហានតាឡានៅក្នុងឋាននរកគឺវេទនាតនកម្មឬទិរណកម្មនៅក្នុងទុនយ៉ាដែលយើងគិតថាសាហាវខុសខើយ៉ាងណាក៏មិនស្មើនឹងអាដាបនៅក្នុងនរកាអល់ឡោះស៊ុបហានសូម្បីតែបន្តិចមានន័យថាអាដាបតិចតួចនៅក្នុងនរកាគឺខ្លាំងជាងអាដាបដែលមានលក្ខណៈសាហាវខុសខើបំផុតនៅក្នុងទុនយ៉ាអញ្ចឹងមិនអាចប្រៀបផ្ទឹមបានទេហើយនៅក្នុងនរកាអល់ឡោះស៊ុបហានអល់ឡោះបានត្រៀមរៀបចំនៅទនកម្មគឺគ្រប់ប្រភេទទាំងអស់គ្រប់ប្រភេទទាំងអស់មានថាភ្លើងឆេះទឹកក្តៅការវាយដំសត្វសាហាវមានថាអ្វីៗគឺត្រូវបានរៀបចំសម្រាប់អ្នកនៅក្នុងឋាននរករបស់អល់ឡោះស៊ុបហានតាឡាហើយពួកគាត់មិនមានពេលសម្រាកមិនមានពេលធូរស្បើយសូម្បីតែ1វិនាទីវ៉ាម៉ាអដរ៉ាកាម៉ាយូមុឌឌីនអល់ឡោះបានបញ្ជាក់ប្រាប់ថាតើអ្នកដឹងឬទេតើអ្វីទៅជាថ្ងៃគីយ៉ាម៉ាត់ថ្ងៃជំនុំជម្រះតើអ្នកដឹងឬទេអ្វីជាថ្ងៃជំនុំជម្រះស៊ុមម៉ាអដរ៉ាកាម៉ាយូមុឌឌីនក្រោយមកដោយសារភាពធំធេងនៃថ្ងៃគីយ៉ាម៉ាត់អល់ឡោះសួរបញ្ជាក់លើកទី2ថាបន្តមកតើអ្នកដឹងឬទេអោមូហាម៉ាត់តើអ្វីទៅជាថ្ងៃគីយ៉ាម៉ាត់វាជាថ្ងៃមួយដែលមានលក្ខណៈធំធេងវាជាថ្ងៃមួយដែលភាពយុត្តិធម៌ត្រូវបានលាតត្រដាងវាជាថ្ងៃមួយដែលអ្នកដែលបំពេញទាំងឡាយជាការកត់ភ្លេចអំពីទង្វើបំពេញរបស់ខ្លួនប៉ុន្តែត្រូវបានអល់ឡោះស៊ុបហាននាំមកដើម្បីសួរចម្លើយដើម្បីកាត់ក្តីវាជាថ្ងៃដែលទង្វើល្អនិងទង្វើអាក្រក់ទៅវិញតូចយ៉ាងណាក៏ដោយត្រូវបានគេតបស្នងផលរបស់វាតបស្នងផលរបស់វាចឹងថ្ងៃនោះជាថ្ងៃដែលហួសពីការរំពឹងទុករបស់មនុស្សហួសពីការគិតរបស់មនុស្សថ្ងៃដែលមានការលំបាកដែលមនុស្សនោះស្មានមិនដល់ចឹងត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះត្រៀមលក្ខណៈសម្រាប់ថ្ងៃនោះដោយទង្វើល្អរបស់យើងគ្រប់គ្នាហើយAllahបានបញ្ជាក់ប្រាប់ថាយូមឡាតាំលីកូណាហ្វស៊ុលលីណាហ្វស៊ិនសៃអាវលអ៊ំរុយូម៉ាអ៊ីឌីលលីឡាថ្ងៃគីយ៉ាម៉ាត់គឺបុគ្គលគ្រប់រូបមិនអាចជួយដល់អ្នកផ្សេងបានទេបុគ្គលគ្រប់រូបគឺមិនអាចជួយដល់អ្នកផ្សេងបាននោះទេហើយកិច្ចការនៅថ្ងៃនោះគឺសម្រាប់អល់ឡោះស៊ុបហានតាឡាម្នាក់គត់អល់ឡោះជាអ្នកចាត់ចែងតាមអ្វីដែលទ្រង់មានចេតនាចឹងគ្មាននរណាម្នាក់អាចជួយដល់នរណាម្នាក់បានទៀតទេវាលើតែមានការអនុញ្ញាតពីអល់ឡោះស៊ុបហានតាឡានៅក្នុងទុនយ៉ាពេលដែលមានការលំបាកមនុស្សអាចពឹងពាក់អ្នកដទៃអាចពឹងពាក់មិត្តភ័ក្តិអាចពឹងពាក់សាច់ញាតិអាចពឹងពាក់អ្នកស្គាល់ដើម្បីជួយសម្រាលការលំបាករបស់គាត់ប៉ុន្តែនៅថ្ងៃគីយ៉ាម៉ាត់
អត់ទេបុគ្គលគ្រប់រូបគឺគិតតែពីរឿងធ្វើយ៉ាងណាឲ្យខ្លួនឯងរួចផុតពីអាសាបរបស់អល់ឡោះស៊ុបហានតាឡាគិតគូរតែអំពីបញ្ហាខ្លួនឯងប៉ុណ្ណោះចឹងនេះជាស្ថានភាពដែលអល់ឡោះពណ៌នាអំពីភាពធំធេងនៃថ្ងៃគីយ៉ាម៉ាត់ហើយនឹងការតបស្នងរបស់អល់ឡោះស៊ុបហានតាឡានៅថ្ងៃគីយ៉ាម៉ាត់ចឹងនៅក្នុងសូរ៉ានេះអល់ឡោះស៊ុបហានតាឡារំលឹកដាស់តឿនព្រមានអំពីការចាញ់បោកឌុនយ៉ាការចាញ់បោកសេតាននៅក្នុងឌុនយ៉ាដែលអស់ទីមនុស្សឲ្យងាកចេញពីមាគ៌ាត្រឹមត្រូវរបស់អល់ឡោះស៊ុបហានហូវតាឡាជាមនុស្សមិនត្រូវចាញ់បោកឌុនយ៉ាទេអល់ឡោះស៊ុបហានបង្កើតមកគឺដើម្បីធ្វើអ៊ីបាដាតចឹងមិនមែនបង្កើតមកដើម្បីឲ្យយើងធ្វើជាមនុស្សដែលអមតៈនៅក្នុងឌុនយ៉ាស្វែងរកបង្កើតឌុនយ៉ាដើម្បីអមតៈនៅក្នុងឌុនយ៉ាអត់ទេអល់ឡោះបង្កើតយើងមកដើម្បីធ្វើអ៊ីបាដាតអល់ឡោះបង្កើតផ្សេងដើម្បីយើងទាញផលពីវាសម្រួលដល់យើងក្នុងការធ្វើអ៊ីបាដាតទៅជាអល់ឡោះស៊ុបហានហូតាឡាចឹងនៅពេលដែលបុគ្គលណាម្នាក់គាត់ងាករេចេញពីមាគ៌ារបស់អល់ឡោះក៏ត្រូវរំលឹកខ្លួនឯងជាប្រចាំថាអល់ឡោះស៊ុបហានមិនមែនបង្កើតយើងមកដើម្បីកិច្ចការទាំងអស់នោះទេដើម្បីធ្វើអ៊ីបាដាតទៅជាអល់ឡោះស៊ុបហានតាឡាដើម្បីកុំឲ្យគាត់ឃ្លាតឆ្ងាយពីមាគ៌ារបស់អល់ឡោះស៊ុបហានហូតាឡាចឹងសួរថាតើរាល់ថ្ងៃយើងពិតជារស់នៅដើម្បីអល់ឡោះយើងពិតជារស់នៅដើម្បីធ្វើអ៊ីបាដាតជាមួយអល់ឡោះឬក៏អ្នកខ្លះក៏រស់នៅដើម្បីគប់ចិត្តខ្លួនឯងគប់ចំណងតណ្ហាខ្លួនឯងរស់នៅដើម្បីគប់ចិត្តគ្រួសាររស់នៅដើម្បីតែផលប្រយោជន៍ខ្លួនឯងរស់នៅដើម្បីតែទុនយ៉ាឬគាត់ពិតជារស់នៅដើម្បីអល់ឡោះស៊ុបហានតាឡាទោះជាគាត់រស់នៅដើម្បីអ្វីក៏ដោយប៉ុន្តែគាត់ត្រូវដឹងថាអល់ឡោះស៊ុបហាននឹងសួរចម្លើយគាត់ពេលដែលគាត់ចាកចេញពីទុនយ៉ាអញ្ចឹងបើគាត់រស់នៅដើម្បីបុព្វហេតុផ្សេងពីអល់ឡោះស៊ុបហានសួរថាតើគាត់នឹងឆ្លើយយ៉ាងម៉េចនៅចំពោះមុខអល់ឡោះស៊ុបហានហើយអល់ឡោះបានបញ្ជាក់ប្រាប់យ៉ាងច្បាស់នៅក្នុងគម្ពីរអល់កុរ៉ានថាوما خلقت الجن والانس الا ليعبدون ន័យថាយើងមិនបានបង្កើតមនុស្សនិងជានោះទេលើកឡើងតែដើម្បីឲ្យពួកគេធ្វើអ៊ីបាដាតមកជាមួយយើងអញ្ចឹងបើអ្នកខ្លះក៏រស់នៅមិនអើពើនឹងការធ្វើអ៊ីបាដាតជាមួយអល់ឡោះសួរថាស្ថានភាពគាត់យ៉ាងម៉េចនៅពេលដែលជួបនឹងអល់ឡោះស៊ុបហានតាឡាជាការពិតអ្នកខ្លះអាចមិនអើពើប៉ុន្តែនៅពេលដែលជួបការតបស្នងពីអល់ឡោះស៊ុបហានតាឡាគាត់នឹងមានវិបដិសេរីគាត់នឹងស្ដាយក្រោយហើយគាត់នឹងអង្វរករសុំពីអល់ឡោះស៊ុបហានតាឡាដើម្បីទទួលបានឱកាសវិលត្រឡប់មករកទុនយ៉ាវិញដើម្បីកែប្រែស្ថានភាពរបស់គាត់ប៉ុន្តែការអង្វរករនៅថ្ងៃនោះគឺអត់ប្រយោជន៍ទេនៅពេលដែលអាយុកាលដែលអល់ឡោះស៊ុបហានកំណត់មកដល់សម្រាប់បុគ្គលគ្រប់រូបគឺគេមិនពជាពេលនោះទេសូម្បីតែ1វិនាទីអញ្ចឹងនៅក្នុងសូរ៉ានេះក៏រំលឹកយើងអំពីស្ថានភាពលំបាកនៅថ្ងៃគីយ៉ាម៉ាត់អំពីស្ថានភាពលំបាកនៅក្នុងឋាននរករបស់អល់ឡោះស៊ុបហានតាឡាដែលជំរុញយើងដាស់តឿនយើងឲ្យប្រុងប្រយ័ត្ននៅក្នុងការការពារខ្លួនអំពីឋាននរករបស់អល់ឡោះធ្វើយ៉ាងណាការពារខ្លួនឲ្យបានអំពីឋាននរករបស់អល់ឡោះស៊ុបហានតាឡាសិនបើមិនអើពើនឹងការការពារខ្លួនអំពីឋាននរករបស់អល់ឡោះទេពេលដែលវាមកដល់គឺគាត់នឹងមានការលំបាកហើយគ្មាននរណាម្នាក់អាចជួយបានទេក៏មិនរំពឹងលើអ្នកដទៃមិនថាប្រពន្ធកូនឬគ្រួសារឬអ្នកដទៃគ្មាននរណាម្នាក់អាចជួយគាត់បាននោះទេនៅថ្ងៃដែលជួបនឹងអល់ឡោះស៊ុបហានហូវតាឡាសូមដុអាពីអល់ឡោះស៊ុបហានតាឡាឲ្យការពារយើងទាំងអស់គ្នាអំពីឋាននរករបស់អល់ឡោះស៊ុបហានតាឡាសូមដុអាពីអល់ឡោះស៊ុបហានតាឡាឲ្យបញ្ចូលយើងទាំងអស់គ្នាទៅក្នុងសុរហ្គារបស់អល់ឡោះស៊ុបហានតាឡាដោយសាររ៉ហ្មាត់របស់ទ្រង់ដោយក្តីមេត្តាករុណារបស់ទ្រង់សូមដុអាពីអល់ឡោះស៊ុបហានតាឡាឲ្យដកហូតដល់ជីវិតរបស់យើងទាំងអស់គ្នានៅក្នុងគណៈពេលដែលអល់ឡោះរីដពេញចិត្តចំពោះយើងគណៈពេលដែលយើងកំពុងស្ថិតនៅក្នុងនាមជាអ្នកអ៊ីស្លាមប្រកបក្នុងនាមជាអ្នកដែលស្រឡាញ់អល់ឡោះស៊ុបហានតាឡាក្នុងនាមជាអ្នកដែលបំពេញតួនាទីដែលអល់ឡោះស៊ុបហានតាឡាបានដាក់وصلى الله على نبينا محمد وعلى آله وصحبه أجمعين سبحانك اللهم وبحمدك أشهد أن لا إله إلا أنت أستغفرك وأتوب إليك